តើ Facebook account ដែល confirm ID រួចមានអត្ថប្រយោជន៍អ្វីខ្លះហើយនេះខ្ញុំនឹងចែករំលែកតាមបទពិសោធន៍របស់ខ្ញុំផ្ទាល់តែម្ដងខ្ញុំបានធ្វើការជាមួយនឹង Facebook ជារៀងរាល់ថ្ងៃបងអស់រយៈពេលជាង10ឆ្នាំមកហើយខ្ញុំធ្វើតាំងពី2017ម្លេះការងារប្រចាំថ្ងៃរបស់ខ្ញុំនោះគឺតាក់ទងជាមួយនឹង Facebook page Facebook monetization business manager advertising និង build page traffic build page traffic កន្លងមកហ្នឹងគឺខ្ញុំបាន build ឡើងជោគជ័យមកហើយព្រោះខ្ញុំដឹងពីប្រភេទ admin ណាល្អ admin ណាមិនល្អអញ្ចឹងការងារប្រចាំថ្ងៃរបស់ខ្ញុំ10ឆ្នាំនេះធ្វើខ្ញុំមានបទពិសោធន៍មួយហើយបងប្អូនយើងក៏អត់បានដឹងពីវាច្រើនដែរទៅលើ admin ដែលយើងប្រើប្រាស់បច្ចុប្បន្នរាល់ថ្ងៃហ្នឹងមាន admin ខ្លះ post rich admin ខ្លះ post rich ទេបើសិនជា admin មួយហ្នឹង post rich មួយ page យើងគួរតែប្រើ admin ហ្នឹងមួយ admin ល្អហ្នឹងគឺជាប្រភេទ admin ដែល confirm identity រួចរាល់ពីខាងក្នុងនិង verify នៅក្នុង business suite មកតង់ទៀតបងប្អូនបាទវាធ្វើឲ្យ admin នេះគឺរឹងមាំល្អខ្លាំងមែនតើនិយាយទៅខ្ញុំ recommend ឲ្យមែនតើតែម្ដងសម្រាប់ការប្រើ admin post នៅក្នុង page និងការ boost បាទជាមួយទៀតដល់ល្អនោះគឺវាជួយទប់ស្កាត់ទៅលើបញ្ហាផ្សេងៗដែលងាយនឹងទទួលរងពី Facebook ដូចជាប្រភេទ admin យើងធម្មតាផុសបំពេញគោលការណ៍ឬ violation ណាដែល Facebook ខាងខ្វល់តិចតួចហ្នឹងគឺជាប់ដល់ page របស់បងប្អូនហើយបើសិនជាបងប្អូនឆ្លាញ់សុខភាព page បងប្អូនគួរតែប្រើ admin នេះបាទ super admin នេះខ្ញុំ recommend មែនតើតែម្ដងវាជួយទប់ស្កាត់ violation ផ្សេងៗបានយ៉ាងច្រើនខុសគ្នាពីយើងប្រើ admin ធម្មតាបងប្អូនហើយតែ page យើង load ជាប់បងប្អូនដឹងហើយបាទគឺផុសអត់រីកទេផុស slow down take down page ខ្លះប្រើល្អលក់ល្អទៅគឺវានឹងមានបញ្ហាពិបាកនៅក្នុងការលក់អញ្ចឹងបងប្អូនការពារភាសាយើងព្យាបាលបងប្អូនបើបងប្អូនមិនទាន់បានប្រើប្រភេទ admin នេះទេខ្ញុំ recommend គួរឲ្យបងប្អូនប្រើហើយពីលើទៅប្រភេទ super admin នេះគឺវាជួយការពារ page របស់បងប្អូនបានយ៉ាងពិតប្រាកដវារឹងមាំការពារ violation ផ្សេងៗគឺអត់ងាយរងផលប៉ះពាល់ទៅដល់សុខភាព page របស់យើងទេនៅពេលដែលបងប្អូនប្រើវាជា admin upload ហើយគុណប្រយោជន៍ដ៏ធំរបស់វានោះបងប្អូនវាស្រួល boost run smooth ហើយអ្វីដែលសំខាន់មួយទៀតគឺផុសគឺអត់ងាយជាប់ទេបងប្អូនបំពេញគោលការណ៍ហ្មងអត់ងាយទទួលរងពី Facebook ដូចគណនី admin យើងប្រើបច្ចុប្បន្នរាល់ថ្ងៃធម្មតាទេព្រោះអី Facebook Meta វា scan ដឹងថាគណនីណាដែល confirm ID ព័ត៌មានឲ្យរួចរាល់គណនីណាមិនទាន់បាន confirm ID ឲ្យរួចរាល់អញ្ចឹងវាឲ្យតម្លៃទៅលើប្រភេទ account confirm ឲ្យរួចរាល់គឺវាបន្ធូរបន្ថយនៅក្នុងការរឹតបន្តឹងហើយមកដល់ចំណុចនេះខ្ញុំចង់បញ្ជាក់បងប្អូនទៅលើការ confirm ហ្នឹងបើសិនជាអត់មានបច្ចេកទេសត្រឹមត្រូវបងប្អូន confirm ទៅអាចនឹងខូច admin account របស់បងប្អូនដោយសារមូលហេតុនោះគឺសកម្មភាពដដែលៗត្រូវបានដាក់កំហិតឬក៏ restrict ទៅលើ account ដែលបានធ្វើសកម្មភាពដដែលៗហ្នឹងមិនថាតែ Facebook ទេទៅលើ platform ផ្សេងៗក៏ដោយនៅពេលដែលជាប់ហ្នឹងយើងអាច upload ID បានម្ដងទៀតទេបាទដោយសារតែប៊ូតុងហ្នឹងគឺត្រូវបានពណ៌សចុចអត់កើតទេ boost run boost គឺ smooth ដូច BM verify អញ្ចឹងដូចគ្នាបើតែម្ដងបងប្អូនប៉ុន្តែគ្រាន់តែ BM យើង run ad វាស៊ីលុយថ្លៃជាងប្រភេទ account ដល់25 ទៅ 30% បងប្អូន BM verify វា run ad smooth អានេះក៏ run ad smooth ដែរតែគណនី super admin នេះវា run ad smooth ដូចគ្នាប៉ុន្តែវាស៊ីលុយតិចជាងរហូតដល់25 ទៅ 30%ចឹងទៅលើ BM verify ហ្នឹងក៏ខ្ញុំមានលក់ដែរបងប្អូនខ្ញុំប្រើ BM verify ហើយនឹងទៅលើ admin នេះគឺខ្ញុំបោះឲ្យ casino គេមួយខែចូលរាប់ម៉ឺនដុល្លារអញ្ចឹងខ្ញុំដឹងថាជ្រើសរើស BM verify ឬក៏ប្រភេទគណនីនេះដើម្បីធ្វើការ boost មួយណាល្អជាងបងប្អូនអាចជឿជាក់នឹងទុកចិត្តតាមបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់កន្លងមកបានហើយសម្រាប់ការប្រើប្រាស់ super admin នេះនៅក្នុង page លុយ page ADS វិញគឺបច្ចុប្បន្នហ្នឹងគឺ page content monetization ហ្នឹងបងប្អូនគួរតែយក admin ប្រភេទនេះឬក៏ធ្វើ admin ប្រភេទនេះដើម្បីទទួលលុយពី Facebook បាទធ្វើជា admin payout ជាក់ស្ដែងបងប្អូនមកមើល payout របស់ខ្ញុំមួយគឺតាំងខ្ញុំប្រើតាំងពី2017 2018រហូតមកដល់បច្ចុប្បន្នខ្ញុំប្រើលុយពី Facebook តាំង2017 2018បងប្អូនមើលជាក់ស្ដែងនៅពេលដែលខ្ញុំបើកលុយពី Facebook ម្ដងគឺអត់ដែលមានការរអាក់រអួលឬក៏ Facebook ហៅលុយខ្ញុំទុកទេអញ្ចឹងខ្ញុំបើកលុយបានរហូតបងប្អូនអត់ដែលស្គាល់ពាក្យថា verify document ឬក៏ disable payout ខូច payout account ទទួលលុយហ្នឹងទេមានតែជួយធ្វើ payout account ឲ្យគេថែមហើយសម្រាប់បងប្អូនដែលអត់ច្បាស់លាស់ខាង payout ទទួលលុយពី Facebook បានខ្ញុំក៏មានរៀបចំជូនទៅលើ payout ជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនតែម្ដងទាំងធនាគារទាំងឈ្មោះទាំងព័ត៌មានផ្សេងៗទាំងអស់គឺសុទ្ធតែជាព័ត៌មានបងប្អូនផ្ទាល់តែម្ដងអញ្ចឹងបងប្អូនបាច់បារម្ភថាបើកលុយពី Facebook អត់បាននោះទេគឺខ្ញុំរៀបចំជូនកន្លែងហ្នឹងឲ្យមកស្អាតតែម្ដងហើយសម្រាប់ប្រភេទគណនី super admin នេះគឺយើងមាននៅក្នុង stock ស្រាប់ៗបងប្អូនសម្រាប់គណនីធម្មតាដែលយើងលក់ទូទៅសម្រាប់យកទៅ control page ហ្នឹងគឺតម្លៃ$35សម្រាប់បងប្អូនយក admin ផ្ទាល់ខ្លួនបងប្អូនមក upgrade ឡើងទៅជា super admin ហ្នឹងគឺតម្លៃ$50និងមេរៀនលក់វីដេអូពីការធ្វើ super admin នេះតម្លៃ$99អញ្ចឹងបងប្អូនមើលឲ្យបងប្អូននឹងចេះធ្វើ super admin នេះដោយខ្លួនឯងហើយនឹងមានការ support ពីខ្ញុំផ្ទាល់តើបងប្អូនអាចធ្វើបានបើរយៈពេលសិក្សាទៅលើមេរៀនដែលបង្កើត super admin ហ្នឹងតែមួយថ្ងៃបងប្អូនអាចធ្វើ super admin បានហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ព័ត៌មានផ្សេងៗឬក៏ជាចម្ងល់ផ្សេងៗបងប្អូនអាចសាកសួរបានតាមរយៈ Telegram នៅលើខាងលើ screen ហ្នឹង
ចឹងព័ត៌មានខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចម្ងល់ឬក៏បញ្ហាផ្សេងៗនៃបងប្អូនចង់សួរនាំអាចសួរបានតាមរយៈ Telegram ដែលខ្ញុំដាក់បង្ហាញនៅលើ screen ហ្នឹងដោយឥតគិតថ្លៃបាទសូមអរគុណជួបគ្នាវីដេអូក្រោយ